ជំរាបសួរលោកគ្រូនិងសួស្តីមកសិស្សនិស្សិតទាំងអស់គ្នានាងខ្ញុំឈ្មោះនៅស្រីនេះមកពីក្រុមទី3ថ្ងៃនេះនាងខ្ញុំបានលើកយកមេរៀនមួយដែលមានចំណងជើងថាប្របាប់ដោយការប្របាប់គឺជាអ្វីហើយនឹងមានន័យដូចម្ដេចគេប្រើប្រាស់ប្របាប់ដើម្បីអ្វីថ្ងៃនេះខ្ញុំនឹងឡើងមកបកស្រាយដោយ 1. កំណត់លទ្ធផលនៃវិញ្ញាសា 2. កំណត់ប្របាប់នៃព្រឹត្តិការណ៍ 1 3. បកស្រាយប្របាប់ដោយចំនួនទស្សភាគនិងភាគរយ 1. វិញ្ញាសាតើវិញ្ញាសាគឺជាអ្វីវិញ្ញាសាគឺជាសកម្មភាពដែលគេធ្វើឡើងដោយមិនបានដឹងពីលទ្ធផលជាមុនឧទាហរណ៍ការបោះគ្រាប់ឡុកឡាក់មួយដែលមានមុខ 6 2. លទ្ធផលនៃវិញ្ញាសាតើលទ្ធផលនៃវិញ្ញាសាគឺជាអ្វីនិងមានន័យដូចម្ដេចលទ្ធផលនៃវិញ្ញាសាគឺជាលទ្ធផលនៃវិញ្ញាសាគឺជាករណីមួយដែលកើតមានឡើងនៅក្នុងវិញ្ញាសាមួយដែលគ្មានវិញ្ញាសាមួយដោយចៃដន្យឧទាហរណ៍ការបោះគ្រាប់ឡុកឡាក់អាចនឹងចេញពីលេខ1រហូតដល់លេខ6ដោយពីលេខ1ដល់លេខ6គេហៅថាលទ្ធផលនៃវិញ្ញាសា 3. ព្រឹត្តិការណ៍ឧទាហរណ៍គេបោះគ្រាប់ឡុកឡាក់មួយការបោះគ្រាប់ឡុកឡាក់អាចនឹងចេញលេខ5ដោយការបោះគ្រាប់ឡុកឡាក់ដែលចេញលេខ5ហ្នឹងគេហៅថាព្រឹត្តិការណ៍ជាទូទៅព្រឹត្តិការណ៍គឺជាលទ្ធផលដែលកើតមានឡើងក្នុងកើតមានឡើងដោយចៃដន្យលំហាត់គំរូ1បូណាបោះគ្រាប់ឡុកឡាក់1បូណាបោះបានលេខគូចុះបញ្ជាក់ថាអ្វីជាវិញ្ញាសាជាលទ្ធផលនិងជាព្រឹត្តិការណ៍ចម្លើយវិញ្ញាសាគឺជាការបោះគ្រាប់ឡុកឡាក់1 2. លទ្ធផលគឺពីលេខ1 2 3 4 5និង6គឺមានចំនួន6ករណីព្រឹត្តិការណ៍ទី2គឺមានលេខ2 4និង6មាន3ព្រឹត្តិការណ៍មូលហេតុដែលមាន3ព្រឹត្តិការណ៍ពីព្រោះបូណាបានបោះចំលេខគូបានជាធ្វើឲ្យមាន3ករណីសូមអរគុណចេះតែមួយដូចនេះហៅថាវិញ្ញាសាវិញ្ញាសាគឺជាសកម្មភាពដែលគេធ្វើដោយមិនដឹងពីលទ្ធផលជាមុនតើលទ្ធផលនៃវិញ្ញាសាកើតឡើងមកពីអ្វីចាលោកគ្រូអរគុណសម្រាប់សំណួរលទ្ធផលនៃវិញ្ញាសាកើតឡើងដោយសារការកើតឡើងដោយចៃដន្យឧទាហរណ៍ការបោះគ្រាប់ឡុកឡាក់ខ្ញុំឧទាហរណ៍ថាវានឹងចេញលេខ2ដោយវាគឺចេញលេខ4ចៃដន្យចាអូមានឡុកឡាក់បោះទៀតលទ្ធផលវិញ្ញាសាកើតចេញពីករណីមួយដែលកើតឡើងដោយក្នុងវិញ្ញាសាមួយដែលចៃដន្យឧទាហរណ៍ការបោះគ្រាប់ឡុកឡាក់ខ្ញុំសន្មតថាវានឹងចេញលេខ2ឧទាហរណ៍វាចេញលេខ6គេចៃដន្យណាចឹងស្អីគេជាវិញ្ញាសាស្អីគេជាលទ្ធផលស្អីគេជាព្រឹត្តិការណ៍ក្នុងការបោះគ្រាប់ឡាក់វិញ្ញាសាគឺជាសកម្មភាពដែលគេធ្វើដោយមិនបានដឹងលទ្ធផលជាមុនរីឯលទ្ធផលនៃវិញ្ញាសាគឺជាករណីទាំងអស់ដែលកើតឡើងក្នុងវិញ្ញាសាដោយចៃដន្យព្រឹត្តិការណ៍គឺជាលទ្ធផលដែលកើតឡើងដោយចៃដន្យជាលទ្ធផលដែលកើតឡើងដោយចៃដន្យណាអូខេតាមមានអីសួរទៀតទេក្រុមផ្សេងមិនសួរអញ្ចឹងទៅហេតុអ្វីបានជាគេយកគ្រាប់ឡុកឡាក់ធ្វើជាឧទាហរណ៍ចាលោកគ្រូគេអាចយកប្រធានបទផ្សេងមកនិយាយក៏បានដែរប៉ុន្តែថ្ងៃនេះពួកខ្ញុំបានលើកយកប្រធានបទដោយមានការបោះគ្រាប់ឡុកឡាក់មកនិយាយគេអាចយកប្រាក់យកកាក់ឬឃ្លីថេរវេលាក៏យកមកធ្វើក៏បានដែរប៉ុន្តែថ្ងៃនេះខ្ញុំលើកមកនិយាយអំពីការបោះគ្រាប់ឡុកឡាក់ចឹងគេយកគ្រាប់ឡាក់ទៅនិយាយចាផ្សេងៗទៀតក៏បានដែរផ្សេងខ្លះផ្សេងហ្នឹងមានដូចជាកាក់គ្រាប់ឃ្លីនិងថេរវេលាឬវត្ថុផ្សេងទៀតដែលគេអាចយកមកធ្វើបានតែពួកខ្ញុំលើកយកមកធ្វើថ្ងៃនេះគឺការបោះគ្រាប់ឡុកឡាក់ អ
អើយស្អីគេ ឈប់តើការកំណត់ប្រូបាមនៃព្រឹត្តិការណ៍មួយគេត្រូវធ្វើដូចម្ដេច ចាលោកគ្រូនៅក្នុងក្រដាសគឺអត់មានចម្លើយទេពីព្រោះការដកស្រង់ចេញពីសៀវភៅពុម្ពសំណួរទាំងនេះអាចនឹងមាននៅក្នុងក្រុមទី2និងទី1 ចាំបានណា ជាចុងក្រោយក្រុមនាងខ្ញុំគឺជាក្រុមទី3សូមបញ្ចប់មេរៀនត្រឹមនេះសូមអរគុណ